taមនុស្សប្រមាណអ្នកដែលពេញចិត្តនឹងឈ្មោះពិតរបស់ខ្លួនឯងតើឈ្មោះពិតអ្នកទាំងអស់គ្នាឈ្មោះអីគេឈ្មោះរបស់ខ្ញុំឈ្មោះពិតគឺមានឈ្មោះច្រើនមែនទែនដែលគ្រួសារខ្ញុំដាក់ឲ្យហើយនៅសម័យមុនចាស់សម័យមុនគាត់ស្រឡាញ់អីគាត់ដាក់នឹងជាឈ្មោះដែលគាត់នឹកឃើញហើយគាត់ស្រឡាញ់ហើយកូនគឺគាត់ហៅអ្វីដែលគាត់ស្រឡាញ់ហើយប្រអាប់កូនហើយគាត់ចូលចិត្តដាក់ឈ្មោះដែលគាត់នឹកឃើញដែលគាត់ចង់ហៅកូនអញ្ចឹងណាអញ្ចឹងខ្ញុំមានយាយមានខាងម៉ាក់ខាងប៉ាហើយម៉ាក់ខ្ញុំដាក់ឲ្យខ្ញុំផងយាយខ្ញុំដាក់ឲ្យហងយាយទាំងពីរនាក់ហើយក៏មានពូមីងហើយបងស្រីគេហៅថាដូចជាងារហៅយើងអញ្ចឹងណាអញ្ចឹងឈ្មោះដែលអ្នកផ្ទះខ្ញុំហៅច្រើនជាងគេគឺឈ្មោះស្រីទូចដោយសារខ្ញុំមានបងស្រីម្នាក់គាត់ធំតាណាយើងរបៀបថាមានប្រពន្ធគ្នាប៉ុន្តែម៉ាក់ហៅអញ្ចឹងឲ្យស្រួលហៅអញ្ចឹងណាស្រីទូចស្រីធំអញ្ចឹងទៅខ្ញុំឈ្មោះស្រីទូចហើយឈ្មោះកំណើតដែលក្នុងវិជាជាតិដែលយាយខ្ញុំដាក់ឈ្មោះបុប្ផាអាហ្នឹងជាឈ្មោះដែលយាយខ្ញុំស្រឡាញ់ហើយគាត់ហៅខ្ញុំអីចឹងទៅឈ្មោះបងស្រីខ្ញុំឈ្មោះចន្ទធូខ្ញុំឈ្មោះបុប្ផាហ្នឹងហើយអញ្ចឹងឈ្មោះដែលគាត់ស្រឡាញ់ហើយគាត់ដាក់ឲ្យជាឈ្មោះដែលយើងអត់ពេញចិត្តទេឈ្មោះដែលយើងអត់ស្រឡាញ់ឈ្មោះខ្លួនឯងទេហើយឈ្មោះដែលខ្ញុំស្រឡាញ់ខ្លួនឯងគឺឈ្មោះម៉ារីដែលខ្ញុំដាក់ឲ្យមានអត្ថន័យហើយត្រឡប់មកវិញចាស់ពីមុនគាត់ចូលចិត្តដាក់ឈ្មោះកូនដែលគាត់ស្រឡាញ់ដោយខ្លួនឯងហើយអត់បន្ទោសគាត់ទេនៅសម័យមុនហើយនៅសម័យយើងគឺខុសគ្នាសម័យយើងគឺសម័យដែល research ហើយយើងរើសឈ្មោះយើងតែងតែពិភាក្សាគ្នាពេលដែលយើងមានកូនអញ្ចឹងយើងចាប់ផ្ដើមរកឈ្មោះទៅតាមអ៊ីនធឺណិតហើយ search មើលតែឈ្មោះនឹងមានអត្ថន័យអីអត់ហើយប្រកាសពីជីវិតរបស់កូនដែរឈ្មោះគឺមានអត្ថន័យខ្លាំងជាមួយនឹងជីវិតរបស់យើងដូចប្រកាសជាមួយនឹងខ្លួនឯងដែរហើយឈ្មោះម៉ារីនេះគឺខ្ញុំមានអត្ថន័យពិសេសមួយដែលខ្ញុំស្រឡាញ់ហើយចាំពេលក្រោយខ្ញុំនឹងប្រាប់អំពីឈ្មោះដែលខ្ញុំស្រឡាញ់ហ្នឹងហើយវាមានអីគេខ្លះហើយត្រឡប់មកវិញឈ្មោះតែចាស់ដែលគាត់ដាក់ឲ្យយើងពីដើមមិនមែនគាត់ជាមនុស្សចាស់ដែលចេះនឹកឃើញទេដោយសារពីមុនគាត់អត់មានការ research ដូចយើងច្រើនទេគឺគាត់ស្រឡាញ់អីគាត់ដាក់អញ្ចឹងណាទៅតាមគ្នាដែលឈ្មោះពីដើមហើយសម័យឥឡូវយើង research ឈ្មោះកូនអីចឹងទៅយើងគិតថាឈ្មោះនឹងល្អដូចជាខ្ញុំហើយនឹងគ្រួសាររបស់ខ្ញុំគាត់បានដាក់ឈ្មោះកូនយើងពិភាក្សាគ្នាហើយ research មើលហើយមិនរើសតែម្ដងទេរើសច្រើនដងជំរើស 4-5 ឈ្មោះហើយយើងយក research មើលថាឈ្មោះហ្នឹងអត្ថន័យមិនអីចឹងទៅមិនដូចពីមុនគាត់អត់មានអី research ទេអញ្ចឹងគាត់ចេះតែដាក់ទៅហើយឈ្មោះរបស់ខ្ញុំមានច្រើនណាស់បងប្អូនឈ្មោះដូចជា7ឈ្មោះហើយ7ឈ្មោះហ្នឹងឈ្មោះមហាឈ្មោះតែម្ដងក៏ហៅដូចជាងារគាត់ថាម៉ាក់របស់ខ្ញុំគាត់ហៅខ្ញុំស្រីទូចស្រីធំហើយឈ្មោះក្នុងវិជាជាតិរបស់ខ្ញុំឈ្មោះបុប្ផាហើយឈ្មោះនៅក្នុងផ្ទះមួយទៀតគេហៅខ្ញុំខ្វែងហ្នឹងមានន័យថាខ្ញុំដោយសារខ្ញុំនៅក្នុងផ្ទះខ្ញុំស្គមពីមុនហើយវែងខ្ពស់ជាងគេហៅខ្វែងហើយមួយទៀតឈ្មោះខ្មៅខ្ញុំចូលចិត្តគេហៅទូពិតហើយ report ប្រាប់ម៉ែពេលបងធ្វើខុសពេលអីចឹងទៅហើយពូមីងអីចឹងគាត់ឆ្កេងខ្ញុំលក្ខណៈចូលចិត្តទៅប្រាប់ម៉ែពេលអ្នកនេះធ្វើខុសអ្នកនេះធ្វើខុសអីចឹងទៅដោយសារអីកូនរបស់ខ្ញុំប្រុសគឺដូចគ្នាពេលណាគេធ្វើអីចឹងគាត់ចូលចិត្តមកប្រាប់ខ្ញុំអញ្ចឹងប្រហែលជាគាត់កាត់មកខ្ញុំច្រើនដែរអញ្ចឹងឈ្មោះរបស់ខ្ញុំគឺច្រើនមែនតើមានឈ្មោះទី1បុប្ផាឈ្មោះទី2ស្រីទូចឈ្មោះទី3ខ្មៅឈ្មោះទី4ខ្វែងហើយយាយរបស់ខ្ញុំដែលនៅខាងប៉ាខ្ញុំដាក់ឈ្មោះឲ្យខ្ញុំពីអ្នកបងស្រីខ្ញុំក៏ធុកធៀងអញ្ចឹងឈ្មោះរបស់ខ្ញុំក៏ធុកបងឈ្មោះកធៀងអញ្ចឹងមានអារម្មណ៍ឈ្មោះចម្លែកហើយគាត់ហៅយើងនឹងនឹកឃើញកធៀងកធក់ដូចជ្រូកអីហ្នឹងអញ្ចឹងគាត់ដាក់ឈ្មោះឲ្យយើងអត់ស្រឡាញ់អត់ពេញចិត្តទេហើយមានឈ្មោះទៀតដែលអ្នកផ្ទះខ្ញុំគាត់ហៅខ្ញុំអីច្រើនអញ្ចឹងទៅអីមុខសេះពូខ្ញុំដាក់ដោយសារខ្ញុំចូលចិត្តដើរហក់ជើងមួយដូចសេះអញ្ចឹងគាត់ថាខ្ញុំនឹងមុខសេះមិនមុខយើងសេះណាប៉ុន្តែគាត់ថាយើងហ្នឹងដើរជាមួយដូចសេះអញ្ចឹងគាត់ហៅមុខសេះ
ចឹងទៅចឹងឈ្មោះរបស់ខ្ញុំច្រើនគេហៅថាងារច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាត្រឡប់មកវិញតើអ្នកទាំងអស់គ្នាមានឈ្មោះប្រមាណដែលអ្នកទាំងអស់គ្នាអត់ពេញចិត្តបើខ្ញុំមានឈ្មោះច្រើនប៉ុន្តែខ្ញុំអត់ស្រឡាញ់ទេអត់ពេញចិត្តទេខ្ញុំមានពេញចិត្តតែឈ្មោះខ្ញុំមួយឈ្មោះរបស់ខ្ញុំពេញតែអត្តន័យហើយខ្ញុំ research មើលខ្ញុំស្រឡាញ់ខ្ញុំដាក់ឈ្មោះខ្លួនឯងខ្ញុំដូរឈ្មោះខ្លួនឯងនឹងគឺយូរឆ្នាំមកហើយដោយសារតែឈ្មោះរបស់ខ្ញុំមានអត្តន័យថ្ងៃក្រោយខ្ញុំនឹងប្រាប់ថាឈ្មោះខ្ញុំមានអត្តន័យអីខ្លះដែលគេហៅខ្ញុំថាឈ្មោះ Marie ដូចរងថ្ងៃនឹងអញ្ចឹងប៉ុន្តែអ្នកផ្ទះហៅខ្ញុំឈ្មោះផ្សេងអញ្ចឹងដល់ថ្ងៃពេលដែលខ្ញុំធ្វើវីដេអូមានបងថ្លៃឬក៏បងបកកើតខ្ញុំយកចិត្តលេងមួយខ្ញុំថាខ្ញុំនឹងឈ្មោះអីចឹងទៅហៅខ្ញុំឈ្មោះអីខ្ញុំខំតែនាំឈ្មោះប៉ិតរបស់ខ្ញុំហើយប៉ុន្តែគាត់ដាក់ហៅឈ្មោះយើងនេះអានេះអត់អីទេវាជាងារនៅក្នុងគ្រួសាររបស់យើងហើយចុះអ្នកស្ដាប់ហើយនឹងអ្នកមើលទាំងអស់គ្នាឈ្មោះប៉ិតរបស់អ្នកទាំងអស់គ្នាឈ្មោះអី